ហើយអ្នកនរគ្នានឹងនាំប្លុកអ្នកនរគ្នាមកលេងសៀមជាមួយខ្ញុំណាថ្ងៃហ្នឹងខ្ញុំបានជួតុកពូដែលគាត់កែធ្វើរយនេះដើម្បីជីអ្នកនរមកគឺដំបូងគឺគាត់ដឹកមកខ្ញុំមកខំទ្វារទន្លេអ៊ំហ្នឹងគាត់ឲ្យចុះថតរូបហើយសម្រាប់បងកាមេរ៉ានៅហ្នឹងគឺមកប៉ុសតម្លៃ2000អញ្ចឹងបើបងចង់បានរូបស្អាតអីបានអាចឲ្យគាត់ថតឲ្យបានណានេះជារូបថតដែលខ្ញុំបានឲ្យគាត់ថតឲ្យអ្នកនរគ្នាគឺថតភ្លាមយកភ្លាមហ្មងគឺបាញ់ចូលក្នុងទូរស័ព្ទយើងហើយបន្ទាប់មកខ្ញុំបន្តដំណើរទៅប្រាសាទ3ជាន់ហើយសម្រាប់ផ្លូវធ្វើដំណើរទៅប្រាសាទគឺស្រស់ស្រាយមែនតើអត់ថ្ងៃទេថ្ងៃនេះរៀងមិនស្ទង់គឺស្អាតណាស់អ្នកនរគ្នាហើយក្តៅបន្ទាប់មកនេះកូនខ្ញុំដេកនៅលើតុកនេះដល់កន្លែងមិនគេងើបហើយនេះមកដល់ប្រាសាទ3ជាន់ហើយអ្នកនរគ្នាហើយសម្រាប់ប្រាសាទ3ជាន់នេះគឺគេសាងសង់ច្រើនមែនតើគេរបៀបថាជួសជុលច្រើនជាងមុនណាព្រោះមុនខ្ញុំទៅតាំងពី10ឆ្នាំមុនហើយអ្នកនរគ្នាអញ្ចឹងតំបានទៅភាសាទៀតអញ្ចឹងណាហើយកន្លែងនេះកន្លែងទីសក្ការៈបូជាអញ្ចឹងយើងអត់ទៀនអត់ធូបសុំសេចក្តីសុខអញ្ចឹងណាហ្នឹងហើយសម្រាប់កូនខ្ញុំឥឡូវហ្នឹងគឺគេទៅវត្តគេចេះជួយអត់ធូបអត់ទៀនមិនតាសើឲ្យអូនអត់មិនទេសារតែខ្លាយលេខដៃអូននៅទូអញ្ចឹងណាហើយបន្ទាប់មកខ្ញុំក៏បានបន្តដំណើរទៅមើលប្រាង្គប្រាសាទតទៀតហើយបន្ទាប់មកខ្ញុំក៏បានដើរទៅរកអណ្ដូងប្រេងដែលជាកន្លែងកណ្ដាលនៃប្រាសាទបាយ័នដែលគេមានដំណើរតគ្នាថាគឺជាទឹកអណ្ដូងស័ក្តិសិទ្ធិណាអ្នកនរគ្នាសម្រាប់អណ្ដូងប្រេងនេះគឺជាអណ្ដូងប្រេងពីបុរាណដែលមានប្រវត្តិរាប់ពាន់ឆ្នាំមកហើយដែលស្ថិតនៅក្នុងកន្លែងកណ្ដាលនៃប្រាសាទបាយ័នអ្នកនរគ្នាហើយសម្រាប់ដងព្រេងនេះភាគច្រើនពីបុរាណដែលជឿថាគឺជាទឹកដែលស័ក្តិសិទ្ធិដែលយើងអាចយកមកបងប្រាថ្នាអ្វីនឹងបានសម្រេចដូចបំណងអញ្ចឹងណាហើយនៅសម្រាប់អណ្ដូងព្រេងនេះបារាំងក៏ធ្លាប់ជាកាយនៅឆ្នាំ1932ដែរអ្នកនរគ្នាហើយសម្រាប់ប្រាសាទបាយ័ននេះគឺសាងសង់នៅចុងសតវត្សទី12ដើមសតវត្សទី13អ្នកនរគ្នាហើយខ្ញុំក៏បានដុតទៀនដើម្បីបំភ្លឺនៅកន្លែងដងព្រេងហ្នឹងផងដែរហើយនេះកូនរបស់ខ្ញុំបន្ទាប់មកនាំទៅមើលស្វាស្វាមកនេះស្រួលមកណាអូស្វាមកវិញនោះយីយីហ្នឹងហើយបន្ទាប់ពីខ្ញុំចេញពីប្រាសាទបាយ័នមកពួកខ្ញុំក៏បានបន្តដំណើរទៅប្រាសាទផ្សេងទៀតណាក៏ដូចជាប្រាសាទតាព្រំដែរអ្នកនរគ្នាសម្រាប់ប្រាសាទតាព្រំនេះគឺមានដើមឈើធំបោះដុះពណ៌ជុំវិញអ្នកនរគ្នាគឺដើមឈើហ្នឹងគឺធំមែនតើហើយឬវាមានពណ៌ទឹកមាសនិងពណ៌ទឹកប្រាក់អញ្ចឹងណាបន្ទាប់មកខ្ញុំក៏បានជិះបន្តទៅប្រាសាទផ្សេងទៀតនៅខាងរូបដែលខ្ញុំថតនេះគឺជាប្រាសាទនាង12អ្នកនរគ្នាហើយប្រាសាទនេះទូចទៅតាមផ្លូវហ្នឹងណាអ្នកនរគ្នានេះអ្នកនរគ្នាកន្លែងស័ក្តិសិទ្ធិនៅសៀមរាបដែលគេនិយាយនៅខាងក្រោយមានអាកាសហ្នឹងគឺឈ្មោះថាប្រាសាទព្រះវិហារ7ល្វែងដែលគេថាល្បីស័ក្តិសិទ្ធិចឹងណាអញ្ចឹងចាំមើលខ្ញុំសម្រាប់វីដេអូក្រោយខ្ញុំនឹងលម្អិតតាក់ទងជាមួយនឹងប្រាសាទហ្នឹងឲ្យហើយពេលខ្ញុំទៅហ្នឹងមានគេលក់ផ្កាឈូកនៅមុខហ្នឹងហើយមានបងមកឲ្យធូបបន់ស្រន់នៅហ្នឹងក៏ច្រើនដែរហើយប្រាសាទនេះខ្ញុំទៅមកលើកទី1ដែរអញ្ចឹងណាបន្ទាប់ពីចេញពីប្រាសាទនេះទៅពួកខ្ញុំក៏បន្តដំណើរទៅប្រាសាទតាកែវដែលនៅជិតនឹងអញ្ចឹងណាអ្នកនរគ្នាហើយសម្រាប់ប្រាសាទតាកែវនេះមិនសូវមានអ្នកមកទេអ្នកនរគ្នាដោយសារតែខ្ញុំចូលទៅសូវមានមនុស្សអញ្ចឹងណាហើយនេះជាប្រាសាទតាកែវហ្នឹងអ្នកនរគ្នាជីមៀបាយហើយយប់ឡើងយើងបានដល់នៅអស់ស្ទេទៅនឹងចូលផ្សារនៅលើទឹកអញ្ចឹងអង្គនឹងអ្នកវិយោបុត្រហនុមានទាំងពីរបានទទួលបរិយាច្បាញ់ជាពីព្រះភូវនីឲ្យចរចេញចាំថ្ងៃទំនីពិភេកបោះជ្រាវភពផែនមេឃទៅជួយអាសាម្ចាស់មាសុគ្រីពទរវង្សដែលកំពុងជាប់ដៃប្រយុទ្ធជាមួយនឹងអាសោបមកាស្រេចហើយទីរត់ទាំងពីរមិនបងអង្គការក៏ដកប្រខាន់ផ្លាហេវហោះផ្លេផ្លោះទៅទីសមរភូមិយុទ្ធឲ្យបានដូចព្រះរាជច្បាញ់ជា